បីតារបស់ខ្ញុំជាស្ដេចចង់ឲ្យខ្ញុំរៀបអភិសេកជាមួយព្រះអង្គម្ចាស់ពិតប្រាកដម្នាក់ដែលមានឈ្មោះថា Starlight តែខ្ញុំស្រឡាញ់ Star Pride ដែលជាបុត្ររបស់ Star Night ដែលជាសត្រូវស្លាប់រស់ជាមួយនឹងបិតា Starlight គឺ Star Mai សួស្ដីបងណាស់អូនថ្ងៃនេះបងមានសំណួរមួយសួរតអូនផ្ទាល់អញ្ចឹងអូនសូមជួយឆ្លើយផងណាអូនអូខេលើកឡើងបងដោយសារពេលនេះគឺជារដូវដែលយើងចូលដល់ខែវស្សាត្រូវអត់អូនចាហ្នឹងហើយអញ្ចឹងអតិថិជនគាត់សួរថាសម្រាប់រដូវខែវស្សានេះគឺប្រភពទឹកដែលគាត់ប្រើប្រាស់បច្ចុប្បន្ននោះមានការប្រែប្រួលច្រើនអញ្ចឹងគាត់សួរថាតើយើងត្រូវរៀបចំប្រព័ន្ធចម្រោះទឹកស្អាតបែបណាដើម្បីឲ្យចម្រោះទឹកបានល្អអូខេហ្នឹងហើយបងដោយសារតែឥឡូវនេះយើងចូលដល់ខែវស្សាហើយដូចថាអតិថិជនមិនថានៅតាមបណ្ដាខេត្តផ្សេងឬក៏ក្រុងភ្នំពេញយើងឯងគាត់ជួបបញ្ហាវិបត្តិនោះគឺទាក់ទងនឹងការប្រើប្រាស់ទឹកមិនស្អាតដូចថាមិនថាគាត់ប្រើទឹកដូងទឹកស្រះហើយដល់ពេលភ្លៀងលាយឡំមកវាធ្វើឲ្យទឹកល្អកកមានពណ៌មានក្លិនពិបាកប្រើប្រាស់ដោយផ្ទាល់មែនតើអញ្ចឹងណាអញ្ចឹងដើម្បីជាដំណោះស្រាយល្អជូនគាត់អាចជ្រើសរើសដំណើរជាប្រព័ន្ធចម្រោះទឹកស្អាតមួយឈុតដោយប្រព័ន្ធចម្រោះទឹកស្អាតគឺយើងមានតួនាទីចម្រោះកម្ចាត់កកដីកម្ចាត់ក្លិនកាត់បន្ថយច្រេះបបោដែលមាននៅក្នុងទឹកហើយរីឯទឹកដែលចម្រោះចេញមកគឺធានាជូនគាត់ជាប្រភេទទឹកស្អាតថ្លាល្អអត់មានក្លិនទេគាត់អាចយកទឹកនោះទៅប្រើប្រាស់ដូចជាដាំបាយបោកគក់ប្រើប្រាស់ជាប្រចាំថ្ងៃបានអញ្ចឹងណាបងហើយសម្រាប់ប្រព័ន្ធចម្រោះទឹកស្អាតគឺយើងមានខ្នាតតូចខ្នាតធំទៅតាមតម្រូវការរបស់គាត់រៀបចំជាក់ស្ដែងបងអូខេអូនអញ្ចឹងបងបញ្ជាក់ជូនគ្នាទៅតាមដែលបងបញ្ជាក់អូនអរគុណច្រើនអូនអរគុណបង